សូមជម្រាបសួរលោកអ្នកនាងសូមស្វាគមន៍លោកអ្នកមកកាន់ Digital Age Episode 2ជាថ្មីម្ដងទៀតនៅថ្ងៃនេះយើងជជែកពាក់ព័ន្ធទៅនឹងសេចក្តីព្រាងចាត់ស្ដីអំពីគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហានិភ័យចាប់បច្ចេកវិទ្យានិងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតយើងនឹងលម្អិតជូនថាតើនៅក្នុងនេះនឹងមានគោលការណ៍អ្វីខ្លះដែលជា version ទី2ហើយនៃការរៀបចំសេចក្តីព្រាងដើម្បីចេញនូវគោលការណ៍ណែនាំមួយនេះហើយនៅក្នុងនោះថាតើអ្នកដែលត្រូវអនុវត្តមានស្ថាប័នបែបណាហើយត្រូវធ្វើយ៉ាងណាដើម្បីឲ្យការអនុវត្តរលូននិងស្របទៅតាមគោលការណ៍ណែនាំមួយនេះនៅក្នុងកម្មវិធីនៅថ្ងៃនេះយើងមានការអញ្ជើញចូលរួមពីលោកអេងប៊ុនថាចដែលជានាយកចាប់ប្រឹក្សាសេវាកម្មព័ត៌មានវិទ្យាចាប់ពីយើងជួបជាមួយនឹងលោកដូចតទៅសូមជម្រាបសួរលោកប៊ុនថាចចាអរគុណសម្រាប់ការអញ្ជើញចូលរួមនៅថ្ងៃនេះយើងជជែកពាក់ព័ន្ធទៅនឹងសេចក្តីព្រាងចាជាដស្ដីពីការគ្រប់គ្រងនៅបច្ចេកវិទ្យានិងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដែលឃើញថាការប្រើប្រាស់អ៊ីនធឺណិតមិនត្រឹមតែស្ថាប័នដែលបម្រើការងារទេសូម្បីស្ថាប័នធម្មតាផ្សេងឬក៏បុគ្គលក៏កំពុងតែប្រើប្រាស់ដែរអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងលម្អិតពាក់ព័ន្ធទៅនឹងគោលការណ៍ណែនាំនេះថាតើមានគោលបំណងអ្វីសិនហើយនឹងមានសំណួរស៊ីជម្រៅជាច្រើនទៀតដើម្បីឲ្យលោកអ្នកនាងដែលជាអ្នកទេសនាពិសេសបើយើងនិយាយពីវិស័យធនាគារវិស័យហិរញ្ញវត្ថុគឺមានការប្រើប្រាស់ទូលំទូលាយមែនទែនឥឡូវនេះអញ្ចឹងសូមលោកដំបងណែនាំខ្លួនហើយនឹងបន្តជំរាបជូនពាក់ព័ន្ធទៅនឹងគោលបំណងនៃគោលការណ៍ណែនាំនេះចា៎បាទអរគុណច្រើនហើយក៏ជំរាបសួរអ្នកទស្សនាផងដែរបាទហើយថ្ងៃនេះខ្ញុំមានកិត្តិយសដែលអាចចូលរួមជាវាគ្មិនទៅលើ version 2 របស់ Technology Risk Assessment របស់ធនាគារជាតិចា៎បាទអញ្ចឹងនៅក្នុង version 2 នេះនៅក្នុងការត្រាស់នៅឡើយអញ្ចឹងបាទនៅខាងធនាគារជាតិគាត់នឹងចេញជូនឆាប់ខាងមុខនេះបាទចា៎អញ្ចឹងនៅក្នុងនេះអាច MC ជួយផ្ដល់ជា concern មើលហើយឬក៏មានសំណួរអីខ្លះដែលចង់ដឹងពីវាបាទចានៅក្នុង version ទី1បានចេញរួចហើយប៉ុន្តែរយៈពេលប្រហែលជា 5-6 ឆ្នាំមុនអញ្ចឹងយើងចង់ដឹងថានៅក្រោយពេល 5-6 ឆ្នាំក្រោយនេះតើការចេញ version ទី2នៃគោលការណ៍ណែនាំនេះគឺមានគោលបំណងអ្វីសិនដូចពីមុនទេឬក៏មានអី update បន្ថែមទៀតចាបាទនៅក្នុងនោះបើសិនយើងនិយាយពី principle ដែលមានស្រាប់គឺมันមានអីកែប្រែទេប៉ុន្តែគ្រាន់តែថាកែប្រែទៅលើ control ថ្មីដែលជា risk protection ហ្នឹងជា add control ថ្មីថែមដើម្បីឆ្លើយតបទៅនឹង digital age change អញ្ចឹងណាបាទក្នុងនោះខ្ញុំអាចលើកជូនជាចំណុច5ចំណុចដែលជា purpose នៃ risk assessment របស់ធនាគារជាតិនេះបាទនៅក្នុងនោះខ្ញុំចង់រំលឹកឡើងបន្តិចតែថានៅក្នុង version ទី1ដែលមានឈ្មោះថា TOMG ហើយនៅក្នុង version 2 នេះគឺគាត់បន្ថែមទៅលើ cyber អញ្ចឹងឈ្មោះគឺ TCOMG អញ្ចឹងណាដោយខាងវគ្គមុនដែលបាន discuss ហើយហ្នឹងបាទអញ្ចឹងវគ្គនេះខ្ញុំអាចចូលរួមថានៅក្នុង purpose នៃ reassessment ទៅលើវិស័យធនាគារហ្នឹងខ្ញុំអាចលើកជា6ចំណុចដែលអាចថាជា purpose នៃ reassessment ទូទៅរបស់ financial sector នេះបាទចំណុចទី1គឺយើងសំដៅទៅលើការវែកញែកឬក៏សម្គាល់ទៅលើ risk មួយចំនួនហើយយើងឃើញ risk ទាំងអស់ហ្នឹងយើងអាច mitigate វាបានយើងអាចបន្ថយ risk ហ្នឹងបានអញ្ចឹងណាបាទអញ្ចឹងversion ទី2នេះគឺផ្ដោតធ្ងន់ទៅលើធ្វើម៉េចឲ្យដឹង risk មុនហើយយើង mitigate risk ហ្នឹងអញ្ចឹងណាបាទនេះចំណុចជា high level មួយបាទចំណុចទី2គឺយើងសំដៅទៅលើការគ្រប់គ្រងបានន័យថាយើង identify ឃើញហើយថា risk ហើយ mitigate មិនតើយើងគ្រប់គ្រង risk ហ្នឹងមិនអញ្ចឹងយើង protect វាមិនអីមិនបាទហ្នឹងហើយជាចំណុចទី2ហើយចំណុចទី3យើង implement cyber methodology អីខ្លះដើម្បីគ្រប់គ្រងវានឹងបានអញ្ចឹងណាបាទអញ្ចឹងទី1ការគ្រប់ទី1គឺ identify risk ទី2គ្រប់គ្រងទី3គឺ implement tool ឬក៏ system ដើម្បី manage risk ហ្នឹងបាទចា៎អូខេហើយទី4គឺយើងអាចសំដៅទៅលើ business continuously អញ្ចឹងពេលដែលមាន risk ឬក៏បញ្ហាកើតឡើងយើងត្រូវតែមាន operation continuously plan ត្រឹមត្រូវអញ្ចឹងនៅក្នុង IT គេហៅ BCP ឬក៏ PCM អញ្ចឹងណា
បាទអញ្ចឹងយើងត្រូវតែរៀបចំ procedure ឬក៏ guideline ដែលធ្វើម៉េចឲ្យ business នៅតែ continue បានអញ្ចឹងបាទហើយចំណុចទី5គឺយើងត្រូវតែ link ទៅ compliance follow the framework ហ្នឹងព្រោះ framework guideline ហ្នឹងគឺចេញដោយធនាគារជាតិអញ្ចឹងយើងត្រូវតែ comply ទៅលើនេះអញ្ចឹងអញ្ចឹង5ចំណុចនេះដែលជា purpose របស់ TCOMG ហ្នឹងបាទចាអញ្ចឹងគោលបំណងនៃគោលការណ៍ដែលបានដាក់ចេញនេះគឺយើងអនុវត្តទៅលើស្ថាប័នបែបណាខ្លះដែរបាទស្ថាប័នបើយើងនិយាយឲ្យខ្លីគឺនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិគឺ financial sector អញ្ចឹងណាបាទអញ្ចឹង mostly គឺ financial នៅស្រុកខ្មែរគឺមានតាំងពី bank តាំងពី micro finance បាទមានទាំង insurance ឯជាដើមបាទចាចុះឲ្យស៊ីជំរឿនជានេះបន្តិចទៀតថានៅពេលដែលយើងដាក់ចេញគោលការណ៍នេះគឺដើម្បីឲ្យមានការវេជ្ជញែកនៅបញ្ហាការគ្រប់គ្រងបញ្ហាហើយបញ្ហានេះត្រូវបានស្ថាប័នស្ថិតនៅក្រោមធនាគារជាតិគាត់យកអនុវត្តបន្តគាត់អនុវត្តបន្តដើម្បីអីទៀតដែរដើម្បីជាប្រយោជន៍អ្វីខ្លះដែរចា៎អូខេអញ្ចឹងជាចំណុចមួយដែលល្អដែរព្រោះនៅក្នុងប្រយោជន៍ជាទូទៅដែលធនាគារចង់បានគឺគាត់ចង់ protect risk របស់គាត់អញ្ចឹងណាចា៎អញ្ចឹងធនាគារជាតិគាត់មើលឃើញពីចំណុចល្អហ្នឹងហើយគាត់ត្រូវ improve ឬក៏ជួយ update guideline ទី2ហ្នឹងដើម្បីឆ្លើយតបទៅនឹង digital era ហ្នឹងចា៎អញ្ចឹងកន្លងទៅតើមានបញ្ហាដែលធ្លាប់បានកើតឡើងដែរទេទើបបានយើងចេញជាគោលការណ៍ណែនាំនេះឬក៏យើងចេញដើម្បីបង្ការទុកមុំដែរចា៎ជាទូទៅអាចថាមានខ្លះនៅក្នុងវិស័យហ្នឹងប៉ុន្តែខ្ញុំមិនអាចជម្រាបជូន detail បានអញ្ចឹងការដែល prevent គឺជាការល្អព្រោះយើងមិនអាចឲ្យការខូចខាតនឹងកើតឡើងហើយបានយើង prevent ទេអញ្ចឹងណាបាទអញ្ចឹងធនាគារជាតិចេញសេចក្តីណែនាំ guideline នេះគឺជួយទប់ស្កាត់ឲ្យទាន់ពេលវេលាអញ្ចឹងណាបាទចាអញ្ចឹងរឿងហិរញ្ញវត្ថុជារឿងសំខាន់ព្រោះយើងរាល់ថ្ងៃធ្វើការសិក្សារៀនសូត្រមួយផ្នែកក្រៅអំពីឲ្យជីវិតរបស់យើង balance ទៅនឹងការរស់នៅរបស់យើងការដែលយើងមានថវិកាយើងក៏ត្រូវរកកន្លែងដែលសុវត្ថិភាពដើម្បីទុកដាក់ឲ្យពាក់ព័ន្ធទៅនឹងអ៊ីនធឺណិតជារឿងហានិភ័យខ្លាំងឥឡូវនេះអញ្ចឹងយើងក៏មានការព្រួយបារម្ភដែរយើងត្រូវរកទីតាំងដែលសុវត្ថិភាពហើយទីតាំងទាំងអស់នោះស្ថិតនៅក្រោមខាងការគ្រប់គ្រងរបស់ធនាគារជាតិក៏ត្រូវតែមាននៅគោលការណ៍ណែនាំហើយក៏ត្រូវអនុវត្តឲ្យបានល្អដែរអញ្ចឹងយើងនិយាយដល់ការអនុវត្តនេះវិញចាថាតើគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជាគាត់គួរតែអនុវត្តបែបណាយើងមានគោលការណ៍ឲ្យតែគាត់គួរតែអនុវត្តបែបណាបន្ថែមទៀតដើម្បីឲ្យគាត់អាចស្របទៅតាមគោលការណ៍ទាំងអស់នេះហើយអាចដើរទៅទន្ទឹមគ្នាព្រោះច្បាប់ដែលយើងដាក់ឬក៏គោលការណ៍ដែលយើងដាក់ទៅមិនប្រកាសថាគាត់នឹងត្រូវអនុវត្តទាំងអស់ឬក៏គាត់អាចថាមានកន្លែងខ្លះមានបញ្ហាមានអីអញ្ចឹងគាត់ត្រូវធ្វើមិនខ្លះដែរចា៎បាទអញ្ចឹងអរគុណនៅសំណួរបន្ទាប់នៅក្នុងវិធានការជាទូទៅមួយចំនួនដែលខ្ញុំអាចជម្រាបជូនបាននៅក្នុងនេះគឺខ្ញុំនិយាយពីលក្ខណៈជា standard ជា guideline standard អញ្ចឹងខ្ញុំអាចលើកជូនជា idea មួយចំនួនដែលមិនមែនជាខាង NBC នឹងគាត់អ្នកចេញទេប៉ុន្តែខាងខ្ញុំជា research ឬក៏អ្នក operate ណាខ្ញុំអាចជូនជា idea អញ្ចឹងណាបាទអញ្ចឹងចំណុចទី1នៅក្នុង guideline ក៏បាននិយាយដែរយើងត្រូវតែមាន set up ជា committee ឬក៏ជា group នៃ people មួយដែលគាត់ handle ទៅលើ guideline ហ្នឹងអញ្ចឹងណាបាទហើយតាមខ្ញុំចាំគឺនៅក្នុង version 1គឺគាត់មាន committee ដល់ទៅ2ដែល committee ទី1គឺ involve ទៅដល់ board level បាទ committee ទី2គឺនៅក្នុង management level អញ្ចឹងណាបាទអញ្ចឹងយើងទី1គឺត្រូវតែមានcommittee នឹងជាមុនអញ្ចឹងណាបាទចំណុចទី2គឺយើងត្រូវការមាន internal guideline របស់ស្ថាប័នជាទូទៅគាត់ត្រូវមាន policy procedure ដើម្បីអនុវត្តការងាររបស់គាត់ឲ្យបានល្អអញ្ចឹងណាបាទចំណុចទី3គឺយើងអាចសម្ដៅទៅលើតើធ្វើម៉េចគាត់ដឹងថាខ្លួនឯងនៅណាអញ្ចឹងយើងត្រូវតែធ្វើ conduct risk assessment ទៅលើ technology របស់គាត់ហ្នឹងអញ្ចឹងស្ថាប័ននីមួយៗគាត់មាន plug and play system ជាច្រើនដែលនៅក្នុងការ control របស់គាត់ប៉ុន្តែគាត់អត់បានចាប់អារម្មណ៍ថាតើគាត់ process ទាំងអស់ហ្នឹងមាន face risk អីខ្លះទេអញ្ចឹងណាអញ្ចឹងគាត់ត្រូវតែ manage risk assessment ហ្នឹងឲ្យបានជាទៀងទាត់អញ្ចឹងណាបាទមិនមែនថាខ្ញុំនឹងជា auditor ហើយខ្ញុំ propose ឲ្យធ្វើ risk assessment មិនមែន
មែនទេគឺត្រូវតែធ្វើទាំងអស់គ្នាដើម្បី protect រីហ្នឹងឲ្យបានអញ្ចឹងណាបាទចំណុចបន្ទាប់ទៀតខ្ញុំអាចលើកពីការ implement control ឧទាហរណ៍ថាទៅលើ cyber មាន committee ហើយមាន management មាន policy ហើយប៉ុន្តែយើងត្រូវតែរៀបចំជា tool ឬក៏ system ឬក៏ device protection ជាច្រើនទៀតអញ្ចឹងណាយើងត្រូវតែ implement device ទាំងអស់ហ្នឹងដើម្បីការពារអញ្ចឹងណាបាទចាចំណុចបន្ទាប់គឺយើងអាចមើលទៅលើមិញខ្ញុំនិយាយពីចំណុចទី1ទៅលើ business continuously plan នៅចំណុចនេះក៏ bank គាត់ត្រូវតែ focus ទៅលើនឹងដែរអញ្ចឹងនៅក្នុង business continuous plan បើសិនជាមាន risk កើតឡើងណាមួយតើគាត់ make sure ទេថាបានគាត់នៅតែ operate ធម្មតាអញ្ចឹងណាបើមានបញ្ហា system បញ្ហា cyber កើតឡើងតើ institution ហ្នឹងគាត់អាចធ្វើការបានដោយធម្មតាឬក៏អត់អញ្ចឹងណាចំណុចហ្នឹងហើយគឺជាចំណុចសំខាន់បំផុតដែល risk assessment នឹងត្រូវ protect ហើយគាត់ត្រូវមើលខ្លួនឯងថាគាត់បានទទួលរឿង business continuously plan ហ្នឹងហើយនៅអញ្ចឹងបាទអញ្ចឹងមានការអនុវត្តច្រើនបាទច្រើនហើយបន្តទៅទៀតខ្ញុំអាចថែមថាទៅលើ monitoring ការ process របស់ internal របស់គាត់គឺ monitor ជាដរាបយើងអាចថាជា report ប្រចាំខែប្រចាំ quarter ឬក៏អីចឹងអាចជូនទៅ management របស់គាត់អញ្ចឹងអានឹងជា update អញ្ចឹងណាបាទហើយយើងត្រូវការមាន training ទៅលើចំណុចបន្ទាប់ទៀត awareness ហ្នឹងគឺសំខាន់បាទអញ្ចឹង training ហ្នឹងបានន័យថាមិនត្រឹមតែ technical team នៅក្នុង manage team ហ្នឹងទេបានន័យថា awareness ទៅ all people ទាំងអស់ទៅ all staff ទាំងអស់នៅក្នុង institution ដើម្បីឲ្យគាត់ aware ថា risk គឺវា impact ខ្លាំងអញ្ចឹង everyone ត្រូវតែ understand ថាធ្វើម៉េច protect risk បានអញ្ចឹងបាទមិនត្រឹមតែ IT គឺ non IT ទៀតអញ្ចឹងបាទចំណុចចុងក្រោយគឺត្រូវតែអនុលោមឲ្យបានម៉ត់ចត់ទៅលើ guideline ដែលធនាគារជាតិចេញហើយនឹងត្រូវតែ comply ទៅលើ regulator ទាំងឡាយណាដែល relate ទៅ guideline នឹងជាផងដែរអញ្ចឹងណាបាទអញ្ចឹងយើងអាចថានៅក្នុងបរិបទធនាគារគឺ risk ធំជាច្រើនដែលត្រូវកើតឡើងអញ្ចឹងយើងត្រូវតែ comply ទៅទាំង technology risk ហើយនឹង regulatory អញ្ចឹងបាទអរគុណច្រើននេះគឺជាចំណុចដែលអាចខ្ញុំ share ជូនបាទចា៎មានការអនុវត្តច្រើនប៉ុន្តែមែនតើតើនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុបច្ចុប្បន្នមានទាំងប្រមាណចំណុចដែលលោកលើកឡើងទេអត់ដឹងថាគាត់អនុវត្តបានត្រឹមត្រូវល្អទេប៉ុន្តែមែនតើគឺគាត់តែងតែមានគ្រប់ស្ថាប័នទាំងអស់ឬយ៉ាងម៉េចដែរបាទខ្ញុំអាចបញ្ជាក់ជូនថា8ចំណុចនេះភាគច្រើនគាត់អនុវត្តហើយណាបាទប៉ុន្តែគាត់ថានៅចំណុចខ្លះអាច improve បន្ថែមទៅប៉ុណ្ណោះអញ្ចឹងណាបាទអញ្ចឹងទៅព្រោះអីនិយាយជាក់ស្ដែងដោយសារខ្ញុំក៏មានបទពិសោធន៍ពី financial sector ដែរពួកគាត់អាចគិតថាគាត់ focus ទៅលើ business រៀងច្រើនទេអញ្ចឹងណាគាត់ថ្លឹងថ្លែងគ្នាអញ្ចឹងគាត់ត្រូវធ្វើអីមុនហើយគាត់ធ្វើអីក្រោយអញ្ចឹងណាជា priority របស់គាត់អញ្ចឹងខ្ញុំគិតថាគាត់បានអនុវត្តភាគច្រើនហើយអញ្ចឹងបាទអញ្ចឹងបានថាការអនុវត្តភាគច្រើនរបស់គាត់ឆ្លុះបញ្ចាំងថាវាមានសារៈសំខាន់តើមែនតើមានសារៈសំខាន់អីខ្លះដែរនៅក្នុងការគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅក្នុងវិស័យបច្ចេកវិទ្យានេះនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ពួកគាត់អញ្ចឹងមានអ្វីខ្លះជាសារៈសំខាន់ដែលគាត់យល់ឃើញហើយពិសេសគឺអំឡុងពេលដែលបច្ចុប្បន្នមានតែដើរទៅមុខទេវិស័យបច្ចេកវិទ្យាអត់មានថយក្រោយចាទៅមុខហើយទៅលឿនថែមទៀតអញ្ចឹងអ្វីខ្លះដែរលោកជាសារៈសំខាន់ចាអរគុណច្រើនហ្នឹងហើយនៅក្នុងនោះចំណុចមួយដែលបើសិនជាខ្ញុំលើកពីបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំធ្លាប់កាន់ជា financial lead ដែរអញ្ចឹងណា lead ទៅលើ technology អញ្ចឹងខ្ញុំឃើញថាពេលដែលយើងធ្វើខ្លួនឯងហើយយើង control ខ្លួនឯងយើងអត់ដឹងថាខ្លួនឯងខ្វះកន្លែងណាអញ្ចឹងអញ្ចឹងពេលដែលមាន guideline ចេញពីធនាគារជាតិគឺជាចំណុចល្អសំខាន់មួយដែលជួយបញ្ញាអារម្មណ៍ពួកគាត់ឲ្យគាត់ដឹងថាគាត់ត្រូវធ្វើអីខ្លះទៀតអញ្ចឹងបាទអញ្ចឹងខ្ញុំអាច share ចំនួនប្រហែលចំណុចជូនបន្ថែមទៅលើហ្នឹងគឺចំណុចទី1គឺគាត់ត្រូវ adopt risk ហ្នឹងព្រោះគាត់មិនអាច make sure ខ្លួនឯងថាស្ថាប័នខ្លួនឯង zero risk ហ្នឹងគឺមិនអាចអីចឹងណាអញ្ចឹងគាត់ត្រូវតែ adopt idea ឬក៏
mindset របស់គាត់ត្រូវ understand ថា risk នៅក្បែរគាត់ហ្នឹងហើយគឺnóជាចំណុចទី1បាទចំណុចទី2គឺគាត់អាចមានលទ្ធភាពឧបមាថាមិញខ្ញុំនិយាយចំណុចទី1គឺ base ទៅលើ management ដល់ពេលចំណុចទី2ខ្ញុំ base ទៅលើ team engineering ឬក៏អ្នក hand on តែម្ដងអញ្ចឹងអ្នក hand on ហ្នឹងគាត់ត្រូវមានកាតព្វកិច្ច research ឬក៏ធ្វើយ៉ាងម៉េចឲ្យមាន advanced technology ដើម្បី support ទៅ ARI ដែល under the guideline ហ្នឹងអញ្ចឹងគាត់អាច process ដើម្បីយក tool ផ្សេងៗមក protection ហ្នឹងបាទចំណុចបន្ទាប់ទៀតមិញខ្ញុំនិយាយពី governance ហើយប៉ុន្តែនៅក្នុង governance វាត្រូវការ update ដែរអញ្ចឹង update យ៉ាងម៉េចឧបមាថាពីមួយឆ្នាំទៅមួយឆ្នាំ technology វា update រហូតអញ្ចឹងបើ governance យើងនៅដដែលយើងអាចដើរអត់ទាន់ទេអញ្ចឹងបាទអញ្ចឹងចំណុចហ្នឹងគឺត្រូវ strengthen អញ្ចឹងនៅក្នុង compliance procedure ឬក៏ policy យើងត្រូវ update ជារៀងរាល់ឆ្នាំទៅតាម compliance ហ្នឹងណាបាទចា៎អានេះជាចំណុចដែលខ្ញុំអាច share ជូនហើយចំណុចបន្ទាប់ទៀតខ្ញុំអាចលើកពីenhance ទៅលើ risk ឬក៏ threat មួយចំនួន risk ហើយនិង threat ហ្នឹងវាអាចខុសគ្នាបន្តិចអញ្ចឹងណាបាទអញ្ចឹងយើងអាច enhance ថាតើអ្វីខ្លះដែលយើងបង្កលក្ខណៈលំបាកដល់ស្ថាប័នរបស់យើងអញ្ចឹងយើងត្រូវ enhance ហើយ protect វាឲ្យបានអញ្ចឹងណាអញ្ចឹងវាទៅលើ tool ហើយនឹងទៅលើ document government ហើយនឹងទៅលើ team operational របស់គាត់គាត់ត្រូវធ្វើយ៉ាងម៉េចបាទចា៎តែយើងមានគោលការណ៍ដូចនេះគឺយើងអាចផ្ទៀងផ្ទាត់បានស្រួលបាទចា៎ជាសំខាន់មួយសម្រាប់ការប្រើប្រាស់តាមគោលការណ៍ណែនាំពិសេស version ទី2ដែលបន្តនៅក្នុង digital ដែលកំពុងតែវិវត្តខ្លាំងនៅពេលនេះដែរបាទនៅក្នុងនោះការ operation គឺសំខាន់មែនទែនមិញខ្ញុំនិយាយពី BCP អញ្ចឹងឧបមាថាបើសិនជាយើងមិនបានមើលគ្រប់ជ្រុងជ្រោយទៅលើ operation impact ទេបើសិនជា risk កើតឡើងមកគឺអាចស្ថាប័នគាត់រអាក់រអួល business operation របស់គាត់អញ្ចឹងណាចា៎បាទឧទាហរណ៍ថាឥឡូវនៅ bank ជាច្រើនគាត់ connect ទៅ third party គាត់ interface system ជាច្រើនអញ្ចឹងបើសិនជាមានអីរអាក់រអួលផ្នែកណាមួយ impact គាត់ច្រើនអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺជា one risk ដែល under the operation management ហ្នឹងបាទខ្ញុំអាចលើកជូនប៉ុណ្ណឹងហើយអាចនៅមានជាច្រើនទៀតអាចបងប្អូនបន្ថែមតាមក្រោយបាទអរគុណចា៎យើងនិយាយដល់ខ្លីថាបើសិនជានៅក្នុងប្រតិបត្តិការធនាគារមួយដែលមានបញ្ហាពាក់ព័ន្ធទៅនឹងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាមានន័យថានៅក្នុង bank ក្នុងធនាគារឬក៏ហិរញ្ញវត្ថុផ្សេងៗគឺតែងតែមានការគ្រប់គ្រងទៅដោយបច្ចេកវិទ្យានឹងច្រើនចា៎មិនថាតែស្ថាប័នហិរញ្ញវត្ថុទេស្ថាប័នផ្សេងក៏កំពុងតែប្រើប្រាស់និងអនុវត្តហើយព្យាយាមបំផ្លែងពីការប្រើប្រាស់បែបប្រពៃនេះទៅជាបច្ចេកវិទ្យានេះច្រើនអញ្ចឹងបើកាំងឬក៏មានបញ្ហាណាមួយនៅក្នុងបច្ចេកវិទ្យាក្នុងស្ថាប័នមួយទាំងអស់នេះអ្នកប្រើប្រាស់បន្តព្រោះថាធនាគារមិនមែនកាំងតែក្នុងធនាគារនឹងទេចាខាងក្រៅផ្សេងទៀតដែលគាត់មានការប្រើប្រាស់ដូចឥឡូវយើងការប្រើប្រាស់ QR ការប្រើប្រាស់ transfer លុយរបស់យើងទៅទីតាំងណាមួយសុទ្ធតែបច្ចេកវិទ្យាទាំងអស់អញ្ចឹងបើសិនជាកាំងគឺចាចោលអស់ពិបាកក្នុងការប្រើប្រាស់អញ្ចឹងជាដើមទៅចាអញ្ចឹងនេះពាក់ព័ន្ធទៅនឹងសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យតាមប្រព័ន្ធអ៊ីនធឺណិតដូចជាដើមហើយពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាអញ្ចឹងបើសិនជាមានគោលការណ៍ណែនាំទាំងអស់នេះនៅតាមស្ថាប័នទាំងអស់នឹងចឹងអាចគូបញ្ជាក់បានថាជាការយកចិត្តទុកដាក់ជាការគិតគូរអំពីសុវត្ថិភាពដល់អ្នកប្រើប្រាស់អញ្ចឹងមែនទេលោកចា៎បាទហ្នឹងនៅក្នុងវិស័យធនាគារគឺអតិថិជនជា key សំខាន់របស់គាត់ហើយអញ្ចឹងណាចា៎បាទអញ្ចឹងគាត់ត្រូវធ្វើម៉េចឲ្យអតិថិជនជឿទុកចិត្តបានសេវាកម្មរបស់គាត់ចម្រើនអញ្ចឹងចា៎TCOMG នេះក៏ជា tool មួយដែលជួយ protect ព័ត៌មានរបស់អតិថិជនដែរអញ្ចឹងណាចា៎បាទនៅក្នុងហ្នឹងគឺទីមួយខ្ញុំអាចលើកពីតើrisk technology risk ហ្នឹងមានអីខ្លះទៅលើ user assessment គឺជាចំណុចស្នូលមួយព្រោះ data ទាំងអស់របស់អតិថិជនមិនអាចថាពីណាទៅមើលរបស់គាត់បានគ្រប់តែគ្នាទេអញ្ចឹងបានតែមួយផ្នែកទូចនៃបុគ្គលិករបស់ស្ថាប័នហ្នឹងទេគាត់មិនអាច manage information ទាំងអស់របស់អតិថិជននេះគឺជាចំណុចសំខាន់មួយហើយនៅក្នុង risk assessment របស់ធនាគារជាតិក៏មាននិយាយពីចំណុចហ្នឹងដែរបាទចំណុចបន្ទាប់ទៀតគឺ
យើងទៅមើល data របស់គាត់នៅក្នុង bank មួយចំនួនធំដែលខ្ញុំបានដឹងគឺគាត់ធ្វើការ encryption ឬក៏ masking បានន័យថាយើង user ធម្មតាយើងមិនអាចទៅ read data នឹងបានមិនអាច understand data នឹងបានទេហ្នឹងគឺជាចំណុចសំខាន់ដែល customer data protect ឲ្យ customer ហើយចំណុចសំខាន់គឺ data របស់គាត់ safe បាទហើយ accurate ត្រឹមត្រូវហ្នឹងហើយអញ្ចឹងអតិថិជនគាត់ជឿទុកចិត្តទៅលើហ្នឹងបាទហើយនៅក្នុង data ហ្នឹងទៀតបើសិនជាយើងមើលឲ្យលម្អិតថាបែងចែកទៀតចំណាត់ថ្នាក់របស់ data តើមិនយើងនិយាយពី user access វាអាច follow ទៅតាម permission ឬក៏សិទ្ធិរបស់ user ហ្នឹងប៉ុន្តែបើយើងនិយាយពី data level បានន័យថាវាបែងចែកជាច្រើនទៀតមិនថាតែ data របស់អតិថិជនឬក៏ data សម្រាប់ស្ថាប័នទេអញ្ចឹងបែងចែកទៀតថា data ណាដែលជាលក្ខណៈជា general sharing data ណាដែលជា critical មិនអាច share បានអីចឹងអញ្ចឹងនៅក្នុងស្ថាប័នគឺគេច្រើនទៅ manage ទៅលើហ្នឹងអញ្ចឹងបាទ data របស់ជា protection ជាច្រើនហើយខ្ញុំភ្ជាប់គឺចំណុចមួយដោយសារតែវាជា standard របស់ compliance ដែរគឺត្រូវតែមានការ audit ជាប្រចាំដែរអញ្ចឹងបើខ្ញុំវិញខ្ញុំអាចជួនយោបល់ថាអាច audit មួយឆ្នាំម្ដងអីចឹងណាបាទដើម្បី make sure ថាតើ data របស់គាត់នឹងវាត្រឹមត្រូវតាមលក្ខខណ្ឌស្តង់ដារអត់ហើយព្រោះអីមិញខ្ញុំបានបញ្ជាក់ថា controller បានន័យថា IT team គាត់ plug and play based on business requirement អញ្ចឹងគាត់ set up ជាច្រើនដងគាត់អត់ដឹងថាតើគាត់ខ្វះខាតកន្លែងណាទេអញ្ចឹងតើធ្វើ audit ទៅបានដឹងថានៅកន្លែងណាដែលគាត់ខ្វះខាតអាហ្នឹងខ្ញុំនៅតែជួនយោបល់ថា financial sector គួរតែធ្វើអាហ្នឹងជាប្រចាំដែរបាទ audit នេះគឺស្ថាប័នផ្សេងមក audit ឬក៏ស្ថាប័នណាដែរដែល audit ទៅលើ Christian ខ្ញុំអាច open ជួនថាបើសិនជាគាត់មាន internal team ដែលគាត់ specialist ទៅលើហ្នឹងគាត់អាចធ្វើបានមិញយើងកំពុងនិយាយពី data អញ្ចឹងមកមកថានៅក្នុងស្ថាប័នរបស់គាត់មាន specialist team ដែលអាច audit ទៅលើ level របស់ data ហ្នឹងបានអញ្ចឹងគាត់អាចធ្វើបានដោយខ្លួនឯង make sure ហើយបើសិនជាអាចគាត់អាចរក third party firm ដែលអាចជួយ support គាត់បានដែរអញ្ចឹងបាទហើយបន្តទៀតខ្ញុំភ្ជាប់ទៅគឺ data backup and recovery ក៏ជាចំណុចសំខាន់ដែរអញ្ចឹង bank ឬក៏ financial sector គាត់ត្រូវ focus ទៅលើ data retention នឹងឲ្យច្បាស់លាស់ data backup restore data transmission បាទតើធ្វើម៉េចឲ្យមានសុវត្ថិភាពល្អអញ្ចឹងបើសិនជា data ហ្នឹងគាត់ manage អត់ច្បាស់ទេអាច bleed នៅចន្លោះណាមួយនៃ processing data ហ្នឹងជាបញ្ហា risk ដែរហ្នឹងគឺជា risk មួយបាទអញ្ចឹងនៅក្នុង IT មានជាច្រើន risk រាប់រយរាប់ពាន់តែអញ្ចឹងយើង manage ទៅលើ risk ហ្នឹងយ៉ាងម៉េចដែលយើងនិយាយពី guideline ហ្នឹងអញ្ចឹងណាបាទអានេះគឺជាចំណុចសំខាន់ហើយភ្ជាប់គឺ monitoring គឺនៅដដែលទោះបីយើងធ្វើ audit យើងធ្វើអីផ្សេងៗហើយគឺ monitor គឺ level មួយត្រូវមាន report ទៅ management ទៅ board level ដើម្បីឲ្យដឹងពីចំណុច progress របស់អ្វីដែលពាក់ព័ន្ធអញ្ចឹងណាបាទ up to date ហ្នឹងចា up to date អូខេចាអញ្ចឹងលោកនាងនេះគឺជាការងារជាច្រើននៅក្នុងវិស័យយើងអាចនិយាយថាវិស័យធនាគារវិស័យហិរញ្ញវត្ថុដែលត្រូវការពារខ្លួនពីហានិភ័យដែលអាចកើតមាននៅក្នុងវិស័យបច្ចេកវិទ្យាបច្ចុប្បន្នយើងកាន់តែប្រើប្រាស់បច្ចេកវិទ្យាកាន់តែងាយស្រួលយើងកាន់តែការពារខ្លួនឲ្យបានខ្លាំងពីព្រោះថាហានិភ័យក៏អាចកើតមានដែរដោយលោកប៊ុនថៃបានលើកឡើងអញ្ចឹងថាហានិភ័យគឺមានច្រើនហានិភ័យកើតមួយយើងរកវិធីសាស្ត្រទប់មួយជួនកាលទៅក៏យើងអាចរកវិធីសាស្ត្រមុនដើម្បីទប់ដែរប៉ុន្តែគឺហានិភ័យនៅតែមានច្រើនដដែលយើងនិយាយដល់ដោយលោកលើកឡើងអំពីការធ្វើ audit នៅក្នុងស្ថាប័នតខ្លួននីមួយៗអញ្ចឹងគឺគេ audit ដើម្បីឲ្យដឹងថាតើស្ថាប័នរបស់ខ្លួនអនុវត្តនៅក្នុងកម្រិតណាដែរពីការការពារឬក៏មិនថាអ្វីផ្សេងទៀតដែលគាត់ត្រូវការ audit ចាស់សម្រាប់គោលការណ៍ដែលបានដាក់ចេញទៅចារបស់ធនាគារជាតិនៃកម្ពុជាវិញតើធនាគារជាតិនៃកម្ពុជាមានវិធានការក្នុងការតាមដានការអនុវត្តរបស់វិស័យហិរញ្ញវត្ថុដែលស្ថិតនៅក្រោមធនាគារជាតិកម្ពុជាដែរទេហើយបើមានតើអនុវត្តរបៀបម៉េចដែរចា៎បាទអរគុណច្រើននេះក៏ជាសំណួរល្អដែរព្រោះអីពេលដែលយើងមាន committee យើងមាន guideline យើងមានអីត្រឹមត្រូវប៉ុន្តែខ្វះការ monitor មិញខ្ញុំតែងតែភ្ជាប់ពីសំណួរមួយឲ្យមាន monitor អញ្ចឹងណាចាឥឡូវសំណួរគឺបាទគឺជាចំណុចល្អមួយគឺខាង National Bank ក៏គាត់មាន team monitor របស់គាត់ដែរអញ្ចឹងតាមខ្ញុំចាំតាមបទពិសោធន៍ខ្ញុំដែលធ្វើការជាមួយគាត់កន្លងមកទៅនៅខាង financial sector ហ្នឹងគឺគាត់
មាន department ផ្ទាល់មួយដែលគាត់ responsible ទៅលើ follow up ឬក៏ checking ទៅ processing របស់ខាង guideline ហ្នឹងអញ្ចឹងបាទអញ្ចឹងជាចំណុចមួយបាទចំណុចមួយទៀតនៅក្នុងquarterly ឬក៏ yearly គាត់តែងតែមានត្រូវការ reporting ពី financial sector ហ្នឹងអញ្ចឹងបាទអញ្ចឹង financial sector គាត់ត្រូវតែរៀបជា internal assess ឬក៏ third party assess ឬក៏អ្វីមួយដែលបានធ្វើហើយដែល comply ទៅលើ guideline ហ្នឹងអញ្ចឹងដើម្បី update ជាប្រចាំទៅលើ National Bank ដែលគាត់ត្រូវការ monitor កន្លែងហ្នឹងអញ្ចឹងបាទអញ្ចឹងនៅក្នុងនោះទៀត NBC ក៏គាត់តែងតែចុះ on site ខ្លះដែរបាទ on site ហើយគាត់ក៏មាន provide general awareness ឬក៏ training ទៅ institution ដែលពាក់ព័ន្ធនឹងដែរអញ្ចឹងណាបាទអញ្ចឹងអានេះគឺជាអ្វីដែលគាត់ monitor ទៅលើហ្នឹងបាទចា៎ជាចំណុចខ្លះៗអាចមានច្រើនជាងនេះទៀតចា៎បន្ថែមពីនេះចុងក្រោយនៃសំណួរហើយដែលជាសំណួរទូទៅព្រោះថាបើកិច្ចសម្ភារនេះទាំងមូលខ្ញុំគិតថាគឺផ្ដោតទៅលើគ្រឹះស្ថានហិរញ្ញវត្ថុច្រើនគាត់ដឹងថាគាត់គួរធ្វើយ៉ាងម៉េចប៉ុន្តែប្រហែលជាមានដែរបងប្អូនយើងមួយចំនួនដែលជាអ្នកកំពុងទស្សនាអាចគាត់អ្នកប្រើប្រាស់ទេគាត់ចង់ដឹងដែរគាត់ថាឥឡូវបើអញ្ចឹងអាចលោកមានអីជាសារខ្លីសម្រាប់ពួកគាត់ក្នុងការប្រុងប្រយ័ត្នខ្លះចាមិនបាច់លំអិតពេកក៏បានអាចត្រួសបាទចាអរគុណច្រើនដោយសារតែយើងមានពេលវេលាសមស្របអញ្ចឹងខ្ញុំជូនយោបល់ខ្លីៗបន្តិចទៅហ្នឹងបាទអញ្ចឹងគឺ technology risk assessment នេះបើសិនជាខ្ញុំអាចជូនយោបល់ទៅជា financial sector យើងត្រូវតែ follow ទៅលើ version របស់ National Bank ដែលរៀបចំនឹងចេញជាលើកទី2នេះបាទឬក៏យើងអាចនិយាយថាយើងត្រៀមខ្លួនយើងរៀបចំខ្លួនដើម្បី comply ហើយនៅក្នុងនោះមាន update control ជាច្រើនដែល link ទៅ blockchain link ទៅ AI បាទ link ទៅ response incident response ឬក៏ផ្នែកផ្សេងៗទៀតតែ version 1 គាត់មានដែរតែមានតិចតួចអញ្ចឹងឥឡូវហ្នឹងគឺ full មែនតើហើយចំណុចសំខាន់នោះគឺជួយងាយស្រួលទៅដល់ financial ហ្នឹងគឺគាត់អាចបែងចែកថា level financial ប៉ុណ្ណាទៅធ្វើម៉េច level financial ប៉ុណ្ណាទៅធ្វើម៉េចអញ្ចឹងបែងចែកច្បាស់លាស់អញ្ចឹងបាទនេះជាចំណុចសំខាន់បាទហើយបន្ថែមទៅលើ risk របស់ National Bank financial sector គួរតែមើលពី standard ឬក៏ risk ផ្សេងៗទៀតដែលជា framework ដែល link ទៅជា financial ហ្នឹងដែរអញ្ចឹងណាបាទប៉ុន្តែគាត់ថានៅក្នុង risk របស់ National Bank ដែលបានចេញហ្នឹង cover ធំទូលំទូលាយហើយប៉ុន្តែ bank ក៏គាត់អាចមាន product ផ្សេងៗទៀតដែលគាត់ត្រូវការ enhance ទៅលើហ្នឹងដែរអញ្ចឹងណាបាទនេះជាចំណុចដែលខ្ញុំជូនទៅខាងប្រិយមិត្តខាង banking ហើយខ្ញុំអាចជូនយោបល់ទៅខាងសិក្សានុសិស្សឬក៏ខាងបងប្អូនដែលត្រៀមខ្លួនចង់ខ្លាយខ្លួនជា technology risk engineering ណាបាទគាត់អាចគិតថាតើគាត់ធ្វើអីខ្លះដើម្បីឆ្លើយតបទៅតម្រូវការទីផ្សារការងារអញ្ចឹងខ្ញុំអាចជូនយោបល់ថាគាត់អាចត្រូវតែ research ឲ្យបានច្រើនហើយគាត់ involve ទៅលើកិច្ចការ security ឲ្យបានច្រើនអញ្ចឹងណាអញ្ចឹងគាត់មើលខ្លួនឯងថាតើចំណង់ចំណូលចិត្តរបស់គាត់ឆ្លាញ់ទៅលើអីដែលពាក់ព័ន្ធទៅលើ IT តើទៅលើ cyber security ហ្នឹងគាត់ចូលចិត្តអត់ហើយបើសិនគាត់ចូលចិត្តគឺគាត់ត្រូវសម្រួលខ្លួនឯងចូលមកដើម្បីឆ្លើយតបទៅលើតម្រូវការទីផ្សារដែលបច្ចុប្បន្នត្រូវការច្រើនមែនទែនបាទចា៎នេះខ្ញុំនិយាយពី technology ឬក៏ cyber security ប៉ុន្តែ IT មានផ្នែកច្រើនទៀតអញ្ចឹងបងប្អូនឆ្លាញ់ផ្នែកណាត្រូវជំរុញខ្លួនទៅលើផ្នែកហ្នឹងបាទអរគុណចា៎ចា៎ដូច្នេះលោកនាងជារួមគឺគោលការណ៍ណែនាំនិងស្ដីអំពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យានិងសន្តិសុខចា៎គឺសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតគឺមានគោលបំណងនៅក្នុងការជំរុញទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលស្ថិតនៅកម្ពុជាអនុវត្តឲ្យបានត្រឹមត្រូវហើយនឹងពង្រឹងខ្លួនសុវត្ថិភាពផ្សេងៗហើយគោលដៅគឺធ្វើយ៉ាងណាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា digital មួយនេះគឺយើងអាចសម្របខ្លួនវិវត្តទៅបានប៉ុន្តែក៏ការពារខ្លួនចា៎ដើម្បីកុំឲ្យមានបញ្ហាណាមួយកើតឡើងនៅក្នុងស្ថាប័នរបស់ពួកគាត់ឬក៏ប៉ះពាល់ទៅដល់ពិសេសគឺទិន្នន័យរបស់អ្នកប្រើប្រាស់ជាអតិថិជនរបស់ពួកគាត់ជាដើមចា៎ហើយលោកនាងបានទទួលជ្រាបបាញ់មិញគឺពាក់ព័ន្ធទៅនឹងទាំងសារៈសំខាន់ទាំងគោលការណ៍ផ្សេងៗច្រើនមែនតើចា៎នៅក្នុងការអនុវត្តនេះអញ្ចឹងមានអារម្មណ៍ថារៀងស្មុគស្មាញប៉ុន្តែយ៉ាងណាមិញគឺសម្រាប់អ្នកបច្ចេកទេសផ្សេង
ផ្សេងដែលគាត់កំពុងតែធ្វើការនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុគឺជាជំនាញបច្ចេកទេសរបស់គាត់ស្រាប់តែបើលោកអ្នកនាងក្នុងការតាមដានស្ដាប់ជាទូទៅបច្ចេកទេសច្រើនមែនតើនៅក្នុងនេះតែក្នុងនោះគឺគោលបំណងចង់និយាយថាយើងមានវិធានការហើយយើងមានការអនុវត្តយើងមានការតាមដានអញ្ចឹងដើម្បីឲ្យរលូនទៅទាំងអស់គ្នាចា៎អញ្ចឹងសូមអរគុណលោកអេងប៊ុនថៃសម្រាប់ការចូលរួមហើយសូមបញ្ជាក់លោកអ្នកនាងថាលោកប៊ុនថៃគឺជានាយកប្រឹក្សាសេវាកម្មព័ត៌មានវិទ្យាចាប់ពីខាង KPMG ផងដែរចា៎យើងខ្ញុំទាំងពីរនាក់នឹងក្រុមការងារចាប់ពីកម្មវិធីសូមអរគុណនិងសូមជម្រាបលាចា៎វិទ្យាស្ថាន Sunrise នាំអ្នកទៅកាន់វិញ្ញាបនបត្រ IT កម្រិតពិភពលោក